សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើវីដេអូហាងវែងបន្តិចយើងសិក្សាទៅលើ str និង int str ហ្នឹងមានន័យថាគេសំដៅទៅលើstring បាទ string ចំណែក int នេះគេសំដៅទៅលើ integer បាទវាជាប្រភេទ data type ជាប្រភេទ data type អក្សរ string ជាអក្សរចំណែក int នេះជាប្រភេទ integer លេខអក្សរគុតបើទៅថាលេខគុតដូចថា1 2 3 4 5 6អញ្ចឹងនឹងហៅលេខគុតណាលេខគុតចំណែក string មានថាតកតងជាមួយនឹងអក្សរអញ្ចឹងយើងរៀនឲ្យបានច្រើនតិចជាមួយហ្នឹងដើម្បីយកទៅប្រើប្រាស់ក្នុងប្រព័ន្ធបានយ៉ាងល្អអូខេខ្ញុំផ្ដើមពីឧទាហរណ៍ទី1ទូចឧទាហរណ៍ខ្ញុំបង្កាសvariable មួយដែលមានឈ្មោះ name បន្ទាប់មកខ្ញុំអាសាតម្លៃទៅឲ្យ variable នោះពីច្រើនអ្នកនរគ្នាដឹងហើយវីដេអូមុនខ្ញុំបាននិយាយដដែលជាមួយនឹងបើសិនជាយើងបើកភ្នែកបើកដោយសំទោសបើយើងបើកដោយ double quote យើងត្រូវបិទដោយ double quote ដូចថាឧទាហរណ៍ថាចានីអញ្ចឹងបាទចានីអញ្ចឹងមានណាយើងបើកដោយ double quote បិទដោយ double quote ឬក៏អាចសេម្យ៉ាងទៀតយើងប្រកាស name ដែរស្មើមកខ្ញុំបើកដោយ single quote វិញ single quote ថាចានីអញ្ចឹងមកអញ្ចឹងខ្ញុំបិទដោយអូខេបិទដោយ single quote ដូចគ្នាអញ្ចឹងបើកដោយ double quote ត្រូវបិទដោយ double quote យើងមិនអាចសរសេរថាឧទាហរណ៍បានទេបាទ name យើងបើកដោយ double quote ចានីប៉ុន្តែយើងបិទ single quote ណា single quote អញ្ចឹងគឺខុស error syntax នឹងគេថា view problem ណា string មិនអាចធ្វើចឹងបានទេបាទអក្សរអញ្ចឹងបន្ទាប់មកខ្ញុំចាប់ផ្ដើមដាក់ x 30បាទឥឡូវខ្ញុំអាយុ39អញ្ចឹងកាលណាខ្ញុំប្រកាសបែបនេះអានេះតំណាងវាជាគេជា int ជាលេខប៉ុន្តែបើខ្ញុំប្រកាសបែបនេះ x ស្មើ39នេះគឺជាអីវិញបាទជាអីគេជា string ជា str បាទជា str អញ្ចឹងរបៀបប្រកាសលេខគេប្រកាសចេះហ្នឹងណាប៉ុន្តែយើងអាចប្រកាសបែបច្បាស់ឧបមាថា x ស្មើ int បាទ int បាទវងកញ្ចក់39អញ្ចឹងគេដាក់ function int 39នេះបានន័យថាបំលែង39ទៅជាលេខធ្វើចេះក៏បានដែរអញ្ចឹងខ្ញុំសាក print មើលតោះខ្ញុំ print លេខx បូក x ចុះ x បូក x អូខេតាមខ្ញុំដាក់ run អញ្ចឹងមានថាវាយក39បូកជាមួយ39អញ្ចឹងអានេះក៏វាខ្លាយទៅជា int ដែរដោយសារអីយើងប្រើ function មួយ int បំលែង string ទៅជាលេខជា int ហ្នឹងអញ្ចឹងអូខេបន្តមកខ្ញុំចាប់ដើមធ្វើ print ខ្ញុំត string រវាងលេខមានថាយើងតជាមួយនឹងstr string ជាមួយនឹងint integer អញ្ចឹងខ្ញុំចាប់ដើមធ្វើការ print ខ្ញុំ print ខ្ញុំដាក់ថា name បាទ name ហើយខ្ញុំដាក់ចុច2បន្ទាប់ខ្ញុំក្បៀស name បន្ទាប់មកខ្ញុំដាក់double quote អ្នកនរគ្នាត្រូវចាំណា name នេះគឺ name string វានៅក្នុង double quote name string ចំណែក name នេះគឺ variable ដែលយើងប្រកាសខាងនេះអូខេបន្តមកអ្នកនរគ្នាបើសិនជា variable នេះអ្នកនរគ្នានៅក្នុង double quote ទៀតវាទៅជា string ណាអញ្ចឹងបន្តមកយើងដាក់x ចុះមក x តាមមកខ្ញុំក្បៀស x នេះខុសគ្នាទៀត x នេះគឺ x variable ដែលឲ្យអាសាញតម្លៃ39ចំណែក x នេះគឺជា string ដែលយើងបង្ហាញ so អូខេឥឡូវខ្ញុំ run បាទអញ្ចឹងនេះចានី x 39មានឈ្មោះចានីហើយ x 39ឥឡូវខ្ញុំសាកចង់ចុះបន្ទាត់តាមនេះខ្ញុំតែធ្វើម៉េចខ្ញុំចុះបន្ទាត់ខ្ញុំចង់ចុះបន្ទាត់អញ្ចឹងខ្ញុំដាក់កន្លែងនេះបាទខ្ញុំដាក់កន្លែងនេះខ្ញុំដាក់ឆ្លាស់មួយមកហើយ n ណាឆ្លាស់មួយមក n ហើយក្បៀស sorry ខុសបាទអូខេមិនដាក់ខាងក្រៅគឺដាក់កន្លែងនេះឆ្លាស់ n បាទនេះអូខេព្រោះនេះវាចុះបន្ទាត់ណាចុះបន្ទាត់ឆ្លាស់ n នេះចុះបន្ទាត់បើយើងដាក់ខាងក្រៅខុសវាត្រូវដាក់នៅក្នុង double quote អូខេខ្ញុំវិសិទ្ធដើម្បីស្រួលបាទហើយខ្ញុំចាប់ run អញ្ចឹងឃើញទេអញ្ចឹងកន្លែង name ចានីដល់ពេលទៅជួបកន្លែងឆ្លាស់ n នេះបាទគេហៅឆ្លាស់ n នេះមានថា back ឆ្លាស់បាទ back ឆ្លាស់ហ្នឹងគឺវាចុះដល់ទីនេះ
ប៉ុន្តែអ្នកនរគ្នាពេលបើសិនជាអ្នកនរគ្នាសេលេខនេះគឺវា error បាទវា error អញ្ចឹងត្រូវសេនៅក្នុង double quote ឬក៏ single quote ណាអូខេនេះជាលំហាត់តទៅបន្ត string មួយទៀតឥឡូវខ្ញុំចាប់ដើមបន្តទៀតជាមួយនឹងលំហាត់ខ្ញុំធ្វើការបិទវានេះចាប់ដល់លំហាត់ទី1បិទទាំងអស់ហ្មងគឺបិទទាំងអស់យើងបិទបែបចឹងបិទមានថាយើងឆ្លាស់នៅក្នុង double quote ទាំង3តែម្ដងនេះ double quote ដែរបន្ទាប់មកខ្ញុំធ្វើការប្រកាសបន្តទៀតបាទប្រកាសបន្តទៀតជាមួយនឹងមេរៀនរបស់យើងគឺខ្ញុំសាកធ្វើខ្លីៗយើងមើលយើងប្រើ print បាទ print អញ្ចឹងយើង print ជាមួយនឹងឆ្លាស់បន្ទាត់ឧទាហរណ៍ឥឡូវខ្ញុំចង់ចុះបន្ទាត់តើធ្វើម៉េចមិញយើងបានបង្ហាញតិចហើយយើងសាក print មក print បាទយើង print តមកខ្ញុំដាក់នៅក្នុង double quote គឺ hello តមកខ្ញុំចង់ឆ្លាស់ខ្ញុំសរសេរ hello ហើយខ្ញុំឆ្លាស់ដាក់ថាសួងតាលីអញ្ចឹងបាទ back slash នេះគឺបូកជាមួយ n ហ្នឹងគឺចុះបន្ទាត់ណាចុះបន្ទាត់មកខ្ញុំដាក់ចានីបាទអញ្ចឹងបន្តទៀតបន្តមកខ្ញុំចាប់ដើមធ្វើការចូល tab នៅក្នុង computer ឲ្យចុះបន្ទាត់ចូលបន្ទាត់ណាបាទឥឡូវខ្ញុំសរសេរ print បាទវងចកតមកខ្ញុំដាក់ a បន្ទាប់ពី a ខ្ញុំចូល tab មួយចូលបន្ទាត់មួយខ្ញុំ back slash ហើយខ្ញុំដាក់សតេអញ្ចឹង back slash បូកជាមួយសតេមានន័យថាចុច tab មួយខ្ញុំ b បន្តមកខ្ញុំចាប់ដើមធ្វើមួយទៀតdouble quote មានថា double quote មានថាបង្ហាញអីមួយប្រើ double quote គឺដើម្បីបង្ហាញអីមួយខ្ញុំចាប់ដើម print បើកវងចកដាក់ថាhe said បៀសមួយតមកឆ្លាស់បាទឆ្លាស់ហ្នឹងឆ្លាស់បូកមួយ double quote ហើយគេហើយដាក់ឧទាហរណ៍ឧទាហរណ៍មួយចំហើយបើdouble quote វិញអូខេអញ្ចឹងឆ្លាស់ double quote ហើយបើ double quote អូខេឥឡូវខ្ញុំសាក run ខ្ញុំបិទនេះចោលសិនខ្ញុំចាប់ដើម run អញ្ចឹងនេះចានីបាទអញ្ចឹង hello មកនេះយើងចុះបន្ទាត់ hello ចានីនេះណា hello ចានីតមក print a /t ហើយ b នេះមានថា a tab មកបាយ a ហើយ tab 1ចូល b តមក/ double quote he said double quote យើងចង់ប្រើ double quote នេះអញ្ចឹងណាឲ្យជាប់ double quote គឺ/ double quote អូខេតោះអូខេឥឡូវកន្លែងហ្នឹងគឺមានតែប៉ុណ្្នឹងតទៅមកចុះបន្ទាត់ចូល tab ហើយនឹងចង់បង្ហាញ double quote នៅក្នុងអត្ថបទហ្នឹងអញ្ចឹងខ្ញុំចាប់ដើមបិទបន្តទៀតអ្នកនរគ្នាកុំភ្លេចមើលឲ្យកត់បដាតាមហ្នឹងមកណាកត់បដាតាមហ្នឹងមកហើយខ្ញុំចាប់ដើម easy ចោលកុំឲ្យទុកអាយ៉ា sorry បាទខ្ញុំ easy ចោលបាទ easy ចោលណាបន្តមកក្នុងវីដេអូហ្នឹងខ្ញុំមើលទៅខ្ញុំរៀនតែប៉ុណ្្នឹងទេដើម្បីកុំឲ្យពួកយើងច្រើនពេករៀននេះហើយអ្នកនរគ្នាអាចធ្វើលំហាត់បានបាទជួបគ្នានៅវីដេអូក្រោយ